លោកអ្នកបងប្អូនជាទីស្រឡាញ់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីខេត្តកណ្ដាលជាទីស្រឡាញ់នៅថ្ងៃនេះគឺយើងចូលដល់ថ្ងៃទី3នៃព្រឹត្តិការណ៍ហើយយើងពិតជារីករាយយើងពិតជាមានអំណរដែលរយៈពេល2ថ្ងៃកន្លងទៅហ្នឹងគឺយើងបានទទួលបងប្អូនដែលអញ្ជើញមកពីទីជិតទីឆ្ងាយទៅតាមបណ្ដាស្រុកទាំងអស់នៅក្នុងខេត្តកណ្ដាលហើយរៀនរាល់យប់គឺយើងតែងតែទទួលបាននូវការអស្ចារ្យដែលព្រះយេស៊ូវទ្រង់បានធ្វើការចាប្រោសឲ្យជាមនុស្សមួយចំនួនពីជំងឺហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប៉ះពាល់ទៅដល់ចិត្តរបស់លោកអ្នកបងប្អូនដែលបានអញ្ជើញនៅក្នុងជួររួមនៅក្នុងព្រឹត្តិការណ៍នៃការប្រគំតន្ត្រីដែលស្រឡាញ់សម្រាប់ព្រឹត្តិការណ៍នៃការផ្សាយដំណឹងល្អនៅខេត្តកណ្ដាលខ្ញុំពិតជារីករាយមែនទែនដែលកម្ពុជាយើងអាចធ្វើបានហើយខ្មែរយើងអាចដឹកនាំកិច្ចការនេះដោយធ្វើបានយើងអញ្ជើញបងប្អូនពីបរទេសធ្វើជាដៃគូហើយយើងជាអ្នកចាត់ចែងគ្រប់កម្មវិធីទាំងអស់ដើម្បីឃើញថាក្រុមជំនុំខ្មែរពីហៀរបស់ខ្មែរគឺយើងអាចធ្វើរឿងនេះបានយើងពិតជាអរគុណដល់រាជរដ្ឋាភិបាលអរគុណអាជ្ញាធរដែនដីអភិបាលក្រុងតាខ្មៅលោកអភិបាលខេត្តកណ្ដាលក៏បានអនុញ្ញាតឲ្យយើងខ្ញុំប្រើទីនេះជាទីសាធារណៈដើម្បីនឹងបានផ្សព្វផ្សាយនៅព្រឹត្តិការណ៍នៃការប្រគំតន្ត្រីមួយនេះហើយយើងអរគុណព្រះអង្គណាបងប្អូនខេត្តកណ្ដាលបានទទួលពរពីយើងមានម៉ូតូយើងមានកង់អង្គុយយើងមានរបស់របរប្រើប្រាស់សម្ភារៈជាច្រើនដែលចាប់ជារង្វាន់ដើម្បីឲ្យសប្បាយទាំងអស់គ្នាក្នុងព្រឹត្តិការណ៍នេះដែលយើងធ្វើនៅមុនពិធីបុណ្យចូលឆ្នាំហើយចិត្តចូលឆ្នាំហ្នឹងនឹងធ្វើយ៉ាងណាដើម្បីឲ្យគ្រីស្ទបរិស័ទយើងអាចជួបជុំគ្នាដើម្បីអធិដ្ឋានជាមួយគ្នាសរសើរដំណើរដល់ព្រះយេស៊ូវទាំងអស់គ្នាអរគុណសូមព្រះជាម្ចាស់ទ្រង់ប្រទានពរលោកអ្នកបងប្អូនអេមែន